Samsung Malay មកពីក្រុម SW35 បាននិយាយបកស្រាយអំពី callback function callback function យល់ដឹងអំពី callback function នៅក្នុង JavaScript បទបង្ហាញនេះគឺបញ្ចូលពីគោលគំនិតនៃការលើក callback function នៅក្នុង JavaScript តែ callback function គឺជាអ្វី callback function គឺជា callback គឺជាចំណុច function ដែលត្រូវបញ្ចូលនៅក្នុងមុខងារមួយទៀតក្នុងនាមជា attachment វាត្រូវការបង្កើតប្រតិបត្តិការនិងមុខងារមេ main function បានបញ្ចប់ការងាររបស់វាគំនិតនេះបានន័យថាខ្ញុំនឹងហៅអ្នកត្រឡប់មកវិញ callback នៅពេលដែលធ្វើការនេះរួចរាល់ហេតុអ្វីបានជាយើងត្រូវការវា JavaScript គឺដំណើរការជាលក្ខណៈ attachment មិនបាច់រងចាំមុខងារមួយចាប់សពគ្រប់អ្វីធ្វើបន្តជួយគ្រប់គ្រងលំដាប់នៃការងារ order of expensive ធ្វើឲ្យត្រឹមត្រូវមានប្រយោជន៍ខ្លាំងទាញយកទិន្នន័យ server ការប្រើ timer ឬការចុចប៊ូតុង enter ឧទាហរណ៍ឬជាក់ស្ដែងនៃកូដនៅខាងក្នុងនេះជាដើមមុខងារ callback function callback function show message គឺជាមុខងារ control logout និងប្រតិបត្តិការនឹងបញ្ចប់មុខងារមេ function do dash callback control log គឺជាដំណើរការកំពុងធ្វើដំណើរការ callback function ហៅថា callback ប្រភេទcallback name callback គឺជាកំណត់ឈ្មោះ function ដាច់ខាតដោយឡែកល្អសម្រាប់ការប្រើឡើងវិញ attachment callback ការសរសេរ function ផ្ទាល់នៅក្នុង attachment ល្អសម្រាប់កិច្ចការតូចៗចំណុចសំខាន់ដែលត្រូវធ្វើកុំដាក់សញ្ញាវង្វង់កញ្ចក់នៅពីក្រោយឈ្មោះ callback ពេលបញ្ចូលវាជា attachment callback គឺជាមូលដ្ឋានគ្រឹះនៃ asynchronous programming ក្នុង JavaScript ការពន្យល់របស់ខ្ញុំបានបញ្ចប់អរគុណលោកគ្រូអរគុណមិត្តទាំងអស់គ្នា